រាល់ថ្ងៃឪពុកខ្ញុំតែងតែចង់ខ្ញុំនៅលើភ្នំដើម្បីបូមឈាមហើយយកឈាមខ្ញុំនឹងទៅលបួងសត្វព្រៃថ្ងៃមួយមាននាគសូមួយដែលរងរបួសយ៉ាងធ្ងន់បានហោះមកចំពីមុខខ្ញុំរួចវាក៏លិតឈាមស្រស់របស់ខ្ញុំអត់យូរទេរបួសរបស់វាក៏ជាសះស្បើយភ្លាមតែម្ដងមួយសន្ទុះក្រោយមកនាគសូនោះក៏ហោះទៅលើអាកាសរួចវាក៏ស្រែចំណងខ្សែពួរលើខ្លួនខ្ញុំអានហើយក៏សម្លឹងមើលខ្ញុំម្ដងទៀតហើយក៏បាត់ខ្លួនបាត់ទៅក្នុងព្រៃភ្នំដ៏ជ្រៅទៅខ្ញុំរត់ត្រឡប់ទៅផ្ទះវិញទាំងភ្ញាក់ផ្អើលដោយចង់ប្រាប់ឪពុកម្ដាយតែបែរជាឃើញថាផ្ទះរបស់ខ្ញុំត្រូវបានចោលប្លន់អស់គ្មានសល់ទៅវិញឪពុកម្ដាយបងប្អូនរបស់ខ្ញុំសុទ្ធតែដេកស្លាប់ក្នុងក្លុកឈាមអស់ហើយចោលប្លន់ដែលមិនទាន់ទៅណាក៏ចាប់ខ្ញុំទៅលក់ឲ្យឈ្មួញជួញដូរមនុស្សនៅលើផ្លូវទៀតក្នុងរយៈពេល3ឆ្នាំខ្ញុំត្រូវបានគេលក់បន្តជាច្រើនដងរហូតដល់ចុងក្រោយខ្ញុំត្រូវបានគេលក់ចូលទៅក្នុងផ្ទះរបស់ព្រះអង្គម្ចាស់ទី9គឺគូឈិនយានខ្លាចជាអ្នកបម្រើកម្រិតទាបបំផុតរាល់ថ្ងៃខ្ញុំតែងតែប្រុងប្រយ័ត្នបំផុតធ្វើការគ្រាន់តែសង្ឃឹមថាអាចរស់នៅដោយសុខសាន្តពី3ឆ្នាំទៀតនេះនិងសន្សំលុយគ្រប់គ្រាន់ដើម្បីលក់ខ្លួនឯងតែនរណាទៅដឹងថាបន្ទាប់ពីពិធីជប់លៀងយប់ជ្រៅម្ដងទៀតខ្ញុំបែរជាជាប់ជំពាក់ជាមួយព្រះអង្គម្ចាស់ដែលជាស្រូវទៅវិញហើយថែមទាំងមានកូនជាមួយទ្រង់ទៀតខ្ញុំស្ទាបពូដែលចាប់ដើមរីកធំបាននិយាយទៅរាងកាយខ្ញុំទាំងមូលនៅតែស្ថិតក្នុងភាពច្របូកច្របល់នៅឡើយយប់នោះខ្ញុំកំពុងសម្អាតក្នុងទីធ្លាផ្ទះស្រាប់តែចៃដន្យឲ្យទៅជួបលោកគូឈិនមានដែលកំពុងដើរលេងក្រោយពិធីជប់លៀងខ្ញុំកំពុងគិតចង់ថយទៅខាងដើម្បីគេចតែបែរជាចំពុកដុំធ្ងន់ដូចលើដីដួលចំទ្រូងរបស់គាត់តែម្ដងខ្ញុំព្យាយាមរើបំរាស់ដើម្បីក្រោកឈរពីក្នុងដៃរបស់គាត់តែគាត់បែរជាអបខ្ញុំកាន់តែណែនទៅវិញក្លិនក្រអូបឈ្ងុយនៃទឹកអប់កម្រិតខ្ពស់របស់គាត់លីឡំជាមួយក្លិនស្រាបានរុំគាត់រាងកាយខ្ញុំទាំងមូលយ៉ាងណែនខ្ញុំភ័យលែងហ៊ានកម្រើខ្លួនទៀតហើយដង្ហើមដដែលរបស់គាត់បានធ្លាក់មកលើខ្ញុំភ្លាមនឹងខ្ញុំឮគាត់ហៅឈ្មោះខ្ញុំតិចគំនិតខ្ញុំស្រាប់តែទេស្អាតអត់ដឹងមិនគាត់ស្គាល់ខ្ញុំសោះហើយគាត់ក៏បានអោបពាក់កណ្ដាលទាញពាក់កណ្ដាលនាំខ្ញុំទៅផ្ទះសំណាក់ទាំងច្របូកច្របល់ក៏បានរួមរស់ជាមួយគាត់មួយយប់ទៅតាំងពីយប់ដ៏ឈួតលីលីនោះមកខ្ញុំគិតថាខ្ញុំនឹងមិនជួបគាត់ទៀតទេតែអត់នឹកស្មានថាគ្រាន់តែម្ដងនឹងសោះខ្ញុំក៏មានកូនតែម្ដងខ្ញុំជាស្រីបម្រើអត់ទាន់រៀបការសោះតែបែរជាមានកូនទៅវិញក្នុងវាំងដឹងរឿងបែបនេះជាបទល្មើសធំដែលត្រូវគេបោះចូលស្រះសម្លាប់ចោលរាល់ថ្ងៃខ្ញុំរស់នៅទាំងភ័យខ្លាចទាំងបារម្ភព្រោះតែពួកខ្ញុំចេះតែធំទៅពីមួយថ្ងៃទៅមួយថ្ងៃក្រដាស់ក៏មិនអាចខ្ចប់ភ្លើងបានយូរដែរដំណឹងខ្ញុំមានផ្ទៃពោះក៏នៅតែដល់ត្រចៀកម្ចាស់ខ្សាត់ដែរគេហៅខ្ញុំទៅបន្ទប់ធ្វើការរបស់ម្ចាស់ខ្សាត់ហើយខ្ញុំក៏បានលុតជង្គង់នៅពីមុខគួយឈីងលៀនភ័យខ្លាចដល់ថ្នាក់ញ័រខ្លួនមិនឈប់នាងលើកភ្នែកឡើងតិចប្រើភ្នែកជ្រៅសម្លឹងមើលខ្ញុំបន្តិចហើយនិយាយប្រយោគមួយដោយសំឡេងស្ងប់ស្ងាត់ថាបើមានហើយអញ្ចឹងសម្រាប់វាទៅបន្ទាប់មកគាត់ក៏បានឲ្យមេផ្ទះរៀបចំខ្ញុំឲ្យទៅសម្រាប់ពពុះនៅផ្ទះតូចមួយដ៏ស្ងប់ស្ងាត់ថែមទាំងមានអ្នកមើលថែរក្សាចំណីអាហារនិងភេសជ្ជៈជារៀងរាល់ថ្ងៃទៀតផងឥឡូវនេះគឺ10ខែហើយគិតចាប់តាំងពីយប់នោះមកពោះរបស់ខ្ញុំក៏កាន់តែធ្ងន់ទៅដែរដល់ថ្ងៃសម្រាប់ហើយឈ្មោះដែលបានត្រៀមទុកតាំងពីយប់នោះក៏ចូលបន្ទប់ប៉ុន្តែនៅពេលដែលខ្ញុំឈឺស្ទើរតែស្លាប់ទៅហើយនោះតែពេលខ្ញុំឈឺស្ទើរតែស្លាប់ហើយនាងគ្រាន់តែអោនមើលក្រោមខ្ញុំបន្តិចរួចក៏ថយក្រោយទៅមាត់ទ្វារបន្ទប់ទាំងភ័យខ្លាចហើយចង្អុលមកខ្ញុំដោយមិនអាចនិយាយមួយម៉ាត់បានខ្ញុំក៏អោនមើលចុះទៅក្រោមដោយញញឆ្ងល់ពេលនោះភ្នែករបស់ខ្ញុំក៏ងឹតសូនអសឹងតែសន្លប់ទៅហើយអ្វីដែលខ្ញុំសម្រាប់បានមិនមែនជាទារកធម្មតាទេតែជាសត្វ3ក្បាលពេលឃើញនាគតូចប៉ុនបាតដៃពណ៌ស្រឡិតនោះគំនិតខ្ញុំស្រាប់តែទេស្អាតតែម្ដងខ្ញុំមិនទាន់ទាំងបានប្រតិកម្មផងទ្វារបន្ទប់ក៏ត្រូវគេគូពីខាងក្រៅភ្លាមសំឡេងគូឈិនយានក៏បន្លឺឡើងពីខាងក្រៅថាមានរឿងអីមិនខាងក្នុងអត់ទៅសូអីសោះអីចឹងចិត្តខ្ញុំក៏លោតខ្វាច់ដល់បំពង់ក៏ខ្ញុំបង្ខំខ្លួនឯងឲ្យស្ងប់អារម្មណ៍វិញខ្ញុំក៏ចាប់ដៃឈ្មោះនឹងហើយញាត់លុយទាំងអស់ដែលខ្ញុំសន្សំបាន3ឆ្នាំចូលទៅក្នុងដៃគាត់ដោយប្រាប់គាត់ថាត្រូវរក្សាការសម្ងាត់ឲ្យខាងតែបានតែពេលនោះហើយទ្វារបន្ទប់ក៏ត្រូវគេបើកព្រាមសំណាងល្អដែរខ្ញុំបានលាក់នាគតូចទាំង3ក្បាលចូលក្នុងទូខោអាវមុនបាត់ទៅហើយក៏ប្រញាប់ឡើងទៅដេកលើគ្រែវិញគូឈិនយានដែលដើរចូលមកមិនបានឃើញអ្វីសោះខ្ញុំក៏យំហើយនិយាយទៅកាន់គាត់ថាទ្រង់ខ្ញុំកើតបានកូនស្លាប់មួយខ្ញុំក៏បានឲ្យគេយកទៅបោះចោលបាត់ទៅហើយកូនស្លាប់គូឈិនយានក៏ក្រឡេកមើលទៅម្ខាងនាងកំពុងកាន់ធុងសម្រាមហើយហៀបនឹងដើរទៅពិនិត្យមើលស្រាប់តែត្រូវឈ្មោះខាត់ទុកឈ្មោះក៏ខ្ញុំរាក់ទាក់ហើយនិយាយថាសាកសពទារកនោះសុទ្ធតែឈាមអាចនឹងប្រឡាក់ភ្នែកយើងបានណាអីចឹងលោកម្ចាស់យករបស់ទាំងនេះទៅបោះចោលទៅពេលឮឈ្មោះនិយាយបែបនេះគាត់ក៏ងាកទៅមើលធុងរួចក៏មិនបានពិនិត្យមើលបន្តទៀតឡើយគាត់គ្រាន់តែនិយាយទៅកាន់ខ្ញុំដោយទឹកមុខរៀបស្មើថាអញសម្រាប់បានច្រើនទៅរួចគាត់ក៏ងាកក្នុងដើរចេញពីបន្ទប់ទៅក្រោយពេលគាត់ចេញទៅបេះដូងខ្ញុំដែលលោតញាប់ក៏ចាប់ដើមស្ងប់ចុះបន្តិចម្ដងពេលខ្ញុំសម្លឹងមើលនាគស្បែកក្បាលដែលមិនទាន់បើកភ្នែកនោះខ្ញុំក៏នឹកឃើញដល់នាគស្មួយក្បាលកាលពី3ឆ្នាំមុនវាបានបិទឈាមរបស់ខ្ញុំដើម្បីព្យាបាលរបួសហើយក៏បាត់ទៅវិញយប់នោះខ្ញុំត្រូវគេឃុំនៅបន្ទប់អស់តែខ្ញុំបែរជាយល់សប្តិឃើញរឿងពិតមួយទៅវិញក្នុងសុបិននោះមានបុរសម្នាក់ដែលមានសម្លេងស្រទន់កំពុងតែខ្សឹបនិយាយនៅក្បែរត្រចៀកខ្ញុំថាអរគុណកញ្ញាដែលបានជួយជីវិតខ្ញុំនឹងប្រឹងប្រែងការពារឯងឲ្យបានសុវត្ថិភាពពេញមួយជីវិតពេលឆ្នាំក្រោយមកខ្ញុំរស់នៅរត់រេគិតថាវាគ្រាន់តែជាសុបិនដែលខ្ញុំលួងលោមខ្លួនឯងទេអស់សង្ឃឹមប៉ុណ្ណោះតែឥឡូវនេះសុបិននៃការការពារពេញលេញនោះស្រាប់តែលេចឡើងច្បាស់នៅចំពោះមុខខ្ញុំអាហោនេះគឺជាការសង្កត់ដែលគេធ្លាប់និយាយនោះខ្ញុំមើលនាគស្រទន់3ក្បាលដែលខ្ញុំបានកើតមកនេះស្ទើរតែយំតែគ្មានទឹកភ្នែកនេះមិនមែនជាការសង្កត់អីទេគឺច្បាស់ជាមកសងសឹកខ្ញុំហើយបន្ទាប់ពីគូឈិនយានចាក់ចេញទីធ្លាតូចនេះក៏ត្រឡប់មកស្ងាត់ជ្រុងវិញអ្វីហាក់ដូចជាមិនមានការប្រែប្រួលអ្វីធំដុំទេមានតែខ្ញុំម្នាក់គត់ដែលបានខ្លាចជាម្ដាយនាគស្រទន់3ក្បាលទាំងនេះដោយមិនដឹងខ្លួនសំណាងអពួកវាសុទ្ធតែឆ្លាតហើយមិនដែលយំស្រែកលោឡាទេគ្រាន់តែទេឃ្លានពួកវាប្រើក្រញាំជើងនាគដ៏ទន់ល្មើយរបស់ពួកវាមកអូសទាញខ្ញុំតិចនាគសូមមិនផឹកស៊ុបបន្លែធម្មតាទេខ្ញុំក៏ត្រូវលួចចូលផ្ទះបាយរាល់ថ្ងៃដោយបារម្ភព្រួយចិត្តជាខ្លាំងដើម្បីលួចយកស៊ុបសាច់និងរបស់ថ្មីទឹកដោះគោពេលខ្ញុំយកស្លាបព្រាតូចមួយស្លាបព្រាហើយស្លាបព្រាបញ្ចុកពួកវាឲ្យបានឆ្អែតរាល់ពេលឃើញពួកវាលេចមាត់តូចរបស់ពួកវាញ៉ាំយ៉ាងឆ្ងាញ់ឬសូរសំឡេងក្រតិចបេះដូងខ្ញុំវាល្វីងជូរចត់លីឡំគ្នាស្មុគស្មាញណាស់ប៉ុន្តែក្នុងពេលជាមួយគ្នានោះដែរពាក្យចាំអារ៉ាមនិយាយដាំខ្ញុំនៅក្នុងវាំងកាន់តែច្រើនឡើងទៅហើយគេនិយាយថាខ្ញុំជាស្រីបម្រើថោកទាបម្នាក់នេះបានទៅលួចលាក់ជាមួយព្រះអង្គម្ចាស់ហើយចង់ឡើងឋានៈធំដុំដូចហ្វេនិកដូច្នោះទីបំផុតខ្ញុំក៏ត្រូវបាបកម្មពីទឹកតាហើយកូនដែលខ្ញុំកើតមកនោះក៏ខ្លាចជាសាកសពទៅវិញកិត្តិយសរបស់ខ្ញុំត្រូវខ្ទេចខ្ទាំអស់គ្មានសល់ហើយខ្លាចជាការសើចចំអករបស់ពួកអ្នកបម្រើពេលផឹកតែឬញ៉ាំបាយមិនថាខ្ញុំទៅទីណាទេខ្ញុំតែងតែមានអារម្មណ៍ថាគេមើលងាយខ្ញុំគ្រប់ពេលខ្ញុំដឹងថាថ្ងៃស្ងប់សុខរបស់ខ្ញុំនឹងមិនយូរអង្វែងឡើយខ្ញុំបានដកដង្ហើមធំមួយហើយមិនយូរប៉ុន្មានទេអ្នកគ្រប់គ្រងផ្ទះបាននាំពួកមេដោះដកប្រហានទាំងនោះសម្រុកចូលមកក្នុងទីធ្លាតូចមួយនេះភ្នែករបស់ពួកគេពោពេញដោយការមើលងាយហើយបង្ខំខ្ញុំភ្លាមខ្ញុំមិនគួរចេញទៅទេដោយសារតែព្រះអង្គម្ចាស់នឹងរៀបអភិសេកជាមួយបុត្រីលោកលីនសាំងស៊ូហើយខ្លាចខ្ញុំជាស្រីបម្រើដែលគ្មានកូននេះនាំមកនៅភាពអាក្រៀមខ្ញុំក៏ទទួលយកវាដោយស្ងប់ស្ងាត់ដោយលួចដាក់កូននាគទាំង3ចូលទៅក្នុងកញ្ចប់ខ្ញុំក៏ព្រមឡើងជិះរទេះសេះដ៏សាមមនុស្សរទេះសេះក៏បើកចេញពីដំណាក់ស្ងាត់ចុងក្រោយក៏បោះបង់ខ្ញុំចោលនៅឯភូមិគ្រីស្ទត្រង់មួយនៅជីក្រុងអ្នកបម្រើនោះក៏បោះបាយនឹងសៅពី3បាវមកឲ្យខ្ញុំហើយព្រមមានខ្ញុំថាគុណរបស់ព្រះអង្គម្ចាស់អស់ត្រឹមនេះហើយរួចក៏ចាក់សតវាហើយដើរចេញទៅបាត់ពេលឈរនៅទីធ្លាដ៏ធំទូលាយនោះខ្ញុំក៏អបកូននាគតូចទាំង3ក្នុងដៃស្រាប់តែមានអារម្មណ៍ធូរស្រាលក្នុងចិត្តទៅវិញចាប់ពីពេលនេះទៅភ្នំខ្ពស់ព្រះរាជាឆ្ងាយលែងបាច់ព្រួយបារម្ភទៀតហើយជីវិតនៅជីក្រុងទោះជាលំបាកបន្តិចមែនតែបាននាំមកនូវភាពស្ងប់សុខដែលមិនធ្លាប់មានពីមុនមកខ្ញុំក៏ប្រើជំនាញបេះថ្នាំដែលបានហ្វឹកហាត់តាំងពីក្មេងឡើងទៅភ្នំដើម្បីបេះ
ខ្ញុំដើររកផ្លែឈើព្រៃជីកដំឡូងភ្នំជួនកាលក៏បាញ់បានទន្សាយព្រៃមួយដែរទោះបីជាជីវភាពខ្វះខាតយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែខំប្រឹងចិញ្ចឹមកូនទាំង3របស់ខ្ញុំឲ្យបានថត់រលុងដែររហូតដល់ថ្ងៃមួយខ្ញុំកំពុងពុះអស់នៅក្នុងទីធ្លាផ្ទះប្រហែលមកពីខ្ញុំហត់នឿយពេកហើយបានជាខ្ញុំភ្លាំងស្មារតីជ្រុលដៃមួយរំពេចពូថៅដ៏មុតស្រួចក៏កាប់ចំរាមដៃខ្ញុំភ្លាមឈាមក៏បាញ់ចេញមកភ្លាមខ្ញុំឈឺខ្លាំងណាស់សឹងតែដកដង្ហើមមិនដល់គ្នាពេលដែលខ្ញុំរកនឹកទៅរកថ្នាំមកផាត់ឈាមអាប៉ាវដែលកំពុងតែដេកស្ងៀមនៅក្បែរជើងខ្ញុំស្រាប់តែវាលូនមកលិតឈាមខ្ញុំភ្លាមនោះដែរក៏មានរឿងដ៏ចម្លែកមួយបានកើតឡើងខ្ញុំបិទភ្នែកដោយមិនដឹងខ្លួនហើយលើកដៃឡើងបាំងប៉ុន្មានស្របក់ក្រោយពន្លឺដ៏ខ្លាំងក៏សន្សឹមរលាយបាត់ទៅខ្ញុំក៏ទម្លាក់ដៃទាំងញ័ររួចបើកភ្នែកមើលទៅខ្ញុំឮតែសំឡេងផ្ទុះយ៉ាងក្រើកនៅក្បែរត្រចៀកដូចជាមានរបស់អ្វីម្យ៉ាងបានផ្ទុះបែកខ្ចាយតែពេលខ្ញុំមើលឃើញទិដ្ឋភាពនៅចំពោះមុខច្បាស់ខ្ញុំក៏ជាប់គាំងនៅនឹងកន្លែងតែម្ដងវាធ្វើឲ្យខ្ញុំលាន់ក្នុងត្រចៀកហើយខ្យល់នៅជុំវិញខ្លួនក៏រំញ័រយ៉ាងខ្លាំងដែរនាគស្ទូចដែលកំពុងដេកលើភ្លៅខ្ញុំស្រាប់តែបាត់លូនមួយរំពេចបាត់ដានសូនឲ្យឈឹងអ្វីដែលជំនួសវិញគឺកូនង៉ែតមុខមូមាត់ក្រហមដូចឆ្លាក់ពីត្បូងទំនងអាយុប្រហែលកន្លះឆ្នាំមិនដឹងថាហើយទឹកមុខគេនឹងគឺដូចកូនប្រុសខ្ញុំដាប៉ាវបេះបិទតែម្ដងខ្ញុំក៏លើកគេទាំងញ័រញាក់ចូលក្នុងបន្ទប់ដាក់លើគ្រែកូនង៉ែតនោះមើលមកខ្ញុំហើយស្រាប់តែលៀនមាត់សើចខាត់ឡើងសំឡេងសើចច្បាស់នោះបានបន្លឺពេញក្នុងបន្ទប់ភ្លាមនោះគេក៏លូកដៃតូចខ្ចីមករកខ្ញុំរួចស្រែកហៅថា